អូខេសួស្តីអូស្គូយើងទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹង Game Clash of Clans វីដេអូទី2សម្រាប់គ្នាមកថ្មីកុំភ្លេចជួយ Subscribe Like Comment ម្នាក់មួយផងណាគ្នាសម្រាប់កម្លាំងចិត្តក្នុងការធ្វើវីដេអូថ្មីអញ្ចឹងការពីម្សិលមិញបាទតាមខ្ញុំចាំណាបងប្រុសម្នាក់គាត់ comment តាក់ទងមួយឲ្យខ្ញុំរៀបរាប់ពី potion ណាតែកុំតន់ណាឥឡូវយើងចូលទៅមើល war បន្តិចតាមខ្ញុំរៀបរាប់ពី potion ហ្នឹងឲ្យបងស្ដាប់ហើយបើសិនជាមានចម្ងល់ហើយអាច comment សួរនៅពីខាងក្រោមហ្នឹងបានណាបងអរគុណច្រើនតោះឥឡូវយើងទៅរៀបរាប់ពី potion ឲ្យបងបានស្គាល់ប្រហែលសិនហ្នឹងហើយបើសិនជាបងឆ្ងល់ណាទៀតអាច comment សួរបានpotion ហ្នឹងដូចជានៅម្ដុំនេះឯគ្នាបាទជាមួយ admin អូនេះគ្នាបាននេះតោះទី1គឺទៅលើ research potion ឥឡូវយើងនិយាយពី research ចឹងហើយបាទ research potion នេះគឺយើងតែប្រើ research resource ឯគ្នាបាទ resource potion យើងប្រើនេះដើម្បី boost របស់របរដើម្បីធ្វើឲ្យអាការដែលផលិតកាក់ផលិត gold ហ្នឹងណាវាធ្វើការលឿនជាងមុនក្នុងរយៈពេល1ថ្ងៃបងអញ្ចឹងវាធ្វើការលឿនទៅយើង claim បានច្រើន claim បានអីចឹងណាបងហ្នឹងហើយនឹងទី2តកតងជាមួយនឹងអាកន្លែង research potion research potion នេះគឺយើងប្រើដើម្បី boost កន្លែងឡើង level របស់ troop របស់យើងបងហ្នឹងហើយ level វាសំទោសឲ្យវាធ្វើការលឿនជាងមុន24 speed ក្នុងរយៈពេល1ម៉ោងបងអញ្ចឹងវាចំណេញវាធ្វើឲ្យការ update តឡើងសាក់តឡើងអីហ្នឹងវាលឿនជាងមុនបងហ្នឹងហើយបន្ទាប់មកទៀតគឺយើងមាន pet potion បាទ pet potion នេះកន្លែងដូចគ្នាបងកន្លែងធ្វើឲ្យកន្លែង update តឡើង level pet របស់យើងណាឲ្យវាលឿនធ្វើការលឿនជាងមុនក្នុងរយៈពេល1ម៉ោង24 speed ដូចគ្នាហើយបន្ទាប់មកយើងមាន power potion នេះ boost troop យើងហ៎បងបាទទៅ troop max level តាម town hall របស់យើងអញ្ចឹងទៅបាទហើយបន្ទាប់មកទៀតយើងមានអូខេអញ្ចឹងអូខេតោះបន្ទាប់មកទៀតមិញរនិយាយទៅគ្នាយើងមាន builder potion នេះធ្វើឲ្យជាងរបស់យើងធ្វើការលឿនជាងមុនគុណនឹងដូចជាគុណនឹង10ឯគ្នាបាទគុណនឹង10បាទក្នុងរយៈពេល1ម៉ោងគ្នាហ្នឹងហើយបាទចឹងមានប៉ុណ្ណឹងចឹងបើសិនជាបងចង់ដឹងអីបន្ថែមទៀតអាច comment សួរបានចឹងថ្ងៃនេះយើងបកមកលេង strategy old school របស់យើងវិញគ្នាយើងគឺ clone superiority ហើយសម្រាប់ troop អត់មានអីស្មុគស្មាញទេគ្នាយើងគឺលេងជាមួយនឹង dragon ទាំងអស់ balloon ហើយសល់ប្រហែលយើងអាច train ជាមួយនឹង anchor ទៅគ្នាបាទប៉ុណ្ណឹងទៅជាមួយនឹង clone clone របស់យើងអត់មិនផងគ្នាយើងបាទឥឡូវខ្ញុំរក update អី clone នេះមិនសិនឥឡូវយើង train troop ឲ្យហើយមកបាទនេះយើងរក totem spell 2 3អូខេប៉ុណ្ណឹងទៅជាមួយនឹងយកតែ superiority មកគ្របទៅគ្នាបាទមិនបាច់អីច្រើនទេតែប៉ុណ្ណឹងទៅគឺអូខេតោះតែសំខាន់ខ្ញុំចង់ update clone ឲ្យមិនយ៉ាគ្នាយើងដាក់អូអ្នកណាគេនេះគ្នាយើងបានផ្កាយមួយចប់ហ្មងគ្នាយើងបាទបានផ្កាយមួយអញ្ចឹងឥឡូវខ្ញុំរកកន្លែង up clone សិនគ្នាយើងបាទអូយើងអត់មានទឹកនេះប៉ុណ្ណឹងគ្នាយើងអើយបាទឥឡូវយើងចូលមើល model link model link សល់105ហ្នឹងទិញអត់កើតប៉ុណ្ណឹងគ្នាយើងឥឡូវខ្ញុំ claim នេះសិនចូលមក gold pass តិចសិនគ្នាយើងអូខេយើង claim យកអស់មកគ្នាយើងឲ្យលើហ្នឹងប្រអប់ចាំពេលក្រោយគ្នាប្រអប់ចាំពេលក្រោយខ្ញុំបើកសរុបអូខេ book out spell គ្នាបាទបាន book out spell មួយដែរអញ្ចឹងបាទ book out spell ហ្នឹងល្អមែនទែនតោះឥឡូវយើងរក elixir ឲ្យគ្រប់សិនអូខេ use elixir នេះមួយមក rune of elixir អូខេឥឡូវយើងទៅ update clone spell ឲ្យ max level មួយសិនគ្នាយើងបាទនេះណែបាទ update ប្រើ rune សំទោស rune ប្រើ book of spell មួយមក max level តែម្ដងគ្នាហ្នឹងហើយយើង attack rank អត់កើគ្នាដោយសារ rank វាចប់ហើយសល់3ថ្ងៃជាងទៀតហ្នឹងគ្នាបានយើងចាប់ផ្ដើមវិញឥឡូវយើងទៅ attack ឬក៏ farm ធម្មតាសិនទៅគ្នាបាទរក base ណាតំណងតិចមើលព្រោះយើងសាក strategy ចាស់របស់យើងគ្នាបាទ base ធំពេកក៏បានដែរព្រោះ strategy ចាស់របស់យើងបាទ strategy old school គ្នាភាគច្រើនស្គាល់ strategy ហ្នឹងក៏ដោយសារស្គាល់នៅក្នុង channel ចាស់គ្នាអូតំណងគ្នាបាទ base នេះតំណងនំប៉ាវនេះគ្នាបាទនំប៉ាវបាទនំប៉ាវមានរសជាតិឈ្ងុយឆ្ងាញ់អូខេឥឡូវយើងរកកន្លែងបើយើងបាញ់ Queen ប្រឡោះនេះអែមគ្នាអូខេអូអីអត់មានចាប់បដោយគ្នាអើយភ្លេចយកនេះមកហើយភ្លេចយក blim មកមានអីថាចាប់បាត់ទៅដូរវិញគ្នាទៅដូរវិញកាទេចាប់ប្រហែលអត់មាន blim ផងសាំដែរហ្នឹងណាគ្នាបាទសាំដែរហ្នឹងណាអូខេចុះ train ឡើងភ្លេច blim វាមិនដែលហ្នឹងអា strategy ហ្នឹងតើអត់ blim មិនដំណើរការគ្នាបាទ strategy ហ្នឹងបានតែ blim តើហ្នឹងហើយខ្ញុំហួសចិត្តហ្មងថាសាកទឹកដៃតាំងពីដំបូងហើយដល់ពេលឥឡូវមកត្រូវ search ច្រើនអញ្ចឹងទៀតឯគ្នា
អត់មានបេសណាតំណងឲ្យយើង train ទឹកដៃមួយសោះគ្នាបាទ base សិតតែតូចៗចឹងដូចមើលងាយ old school ដល់ហើយគ្នាបាទដូចមើលងាយ old school ពេកហើយ ទ្រាំបានដាក់ឡូគ្នាទ្រាំបានដាក់លើហើយអូខេបាទជាតិបាទ base នេះអែមអូខេឥឡូវយើងមើលកន្លែងផ្លាស់ចូលកន្លែងនេះនំប៉័ងតែម្ដងគ្នា clone superiority យើងអូខេឥឡូវយើងបាញ់ queen ផ្លាស់នេះមកគ្នាបាទតោះឆ្វាច់ king ទៅអូខេដាច់ស្អាតហើយយើងដូរទៅ plim dragon របស់យើងរាយចេះមកអូខេ warden សម្រាប់ RC យើងទុកសិនណាគ្នាបាទតោះ plim របស់យើង land ចូលតិចទៅអូខេចាំជ្រៅតិចចាំយើងចុច warden neutral មកគ្នាបាទ RC យើងទុកសិនអានេះយើង clone រាយចេះមកដាក់ rage មួយហើយនឹង totem មួយដើម្បីជួយទប់ damage ចូលមក CC គេមកទៀតគ្នាអើយបាទអូខេតែអត់អីទេគ្នាបាទអត់អីទេដោយសារយើងមាន RC យើងមានអីទេគ្នាមិនមែនជាបញ្ហាទេអូខេទ្រូបរបស់យើងទៅដំណើរការទៅល្អហើយយើងនៅសល់ RC ទៀត totem 2 spell ទៀត no problem គ្នា no problem អូខេដូចជាឥឡូវយើងប្រឡែង RC កាត់កន្លែងនេះមកគ្នាបាទពួរកន្លែងនេះ queen របស់យើងចិត្តដាច់បាត់នេះ queen របស់យើងចឹងយើងដាក់ប្លោះហ្នឹងទៅតែខ្ញុំមានអារម្មណ៍មួយថា dragon ទោះបីជាតឡើងបានមក level ប៉ុន្តែ damage របស់ dragon របស់យើង HP របស់ dragon របស់យើងនៅតែខ្សោយគ្នាយើងបាទនៅតែខ្សោយមានអារម្មណ៍មួយថានៅតែខ្សោយគ្នាយើងមើលបាទ clone superiority យើងបាន C core យ៉ាងច្រើនគួរសមតែប៉ុន្តែនៅតែធ្វើអត់សូវបានល្អគ្នាយើងបាទនៅតែធ្វើអត់សូវបានល្អអូខេឥឡូវនេះយើងប្រើ king ability មួយសិនទៅគ្នាយើងតោះ book king ability មួយបួកអូខេជោគជ័យប៉ុន្តែកុំមើល dragon គ្នា dragon សល់តែមួយឲ្យគត់គ្នាអើយចប់តម្រង dragon របស់យើងបាទនិយាយទៅ dragon របស់យើងបានមក level មែនប៉ុន្តែគាត់ damage ដូចជានៅស្ទើគ្នាបាទនៅស្ទើមែនតើអត់សូវល្អដូចមុនណាគ្នាអត់សូវល្អដូចការនៅ Town Hall 17ណាបាទ Town Hall 17 dragon មួយអែមគ្នាយើងអើយបាទមួយអែមអូខេហើយចុះគ្នាយើងមើលអ្នកណាគេខ្លះនៅលេង strategy clone superiority ដដែលខ្ញុំគិតថាបើ Town Hall 17ចុះក្រោមលេង strategy ហ្នឹងទៅគឺអត់អីទេគ្នាយើងបាទប៉ុន្តែបើចូលដល់ Town 18ហើយអូខេគេតោះជប់និយាយរឿងហ្នឹងឥឡូវយើងបានមក base ទៀតហើយស្អាតមែនទេគ្នាយើង base នេះបាទ base aim បាទ base aim អូខេឥឡូវយើងមើលកន្លែងបាញ់សិនឥឡូវយើងបាញ់ផ្ដាច់ AS Viper នេះមួយទៅបាញ់ Queen General បន្លោះនេះឆ្វាច់អាចគូកុំឲ្យត្រូវតែមួយគ្នាអូខេតោះឥឡូវយើង land dragon របស់យើងរាយចេះហ្មងទៅអូខេ warden RC របស់យើងទុកតាមក្រោយគ្នាយើងបាទទុកតាមក្រោយហ្មងទៅអត់អីទេអូខេ warden neutral មួយសិនដើម្បីជួយអូខេ RC យើងទំទុកក្រោយមករាយ clone មួយសិនបុក rage ផ្លឹបអូខេ clone អត់បានគួរសមទេគ្នាអើយ clone នេះអូខេទៅល្អឯគ្នាបាទអីទេអូ Revenge Tower អត់ដាច់គ្នាអើយ Revenge Tower អត់ដាច់អាចគូបាត់គ្នាបាទអាចគូកន្លែងនេះ Revenge Tower សាប់យកឥឡូវយើងគប់ RC ពីចងាយមកសិនគ្នាបាទ Revenge Tower លេងសាប់យកនោះគ្នាអូមើលតែអត់អី RC របស់យើងគប់ផ្ដាច់ទេឥឡូវយើងប្រើ Totem កាក់កន្លែងនេះមួយសិនដើម្បីជួយទប់ damage មកសិនកន្លែង Monolite នេះគឺឈឺ Revenge Tower នោះសាប់យកដូចស្អីចឹងគ្នាអើយអូខេ Totem កាក់មួយទៀតតែអត់អីទេបាទអត់អីទេយើងអាចនៅតែលេងបានគ្នាប៉ុន្តែមានអារម្មណ៍មួយថាដូចតឹងនឹងឲ្យតឹងមែនតើបាទយើងលេងបានប៉ុន្តែវាតឹងវាអត់សូវស្រួលលេងដូចមុនណាពីមុនស្រួលលេងខ្លាំងមែនតើតែឥឡូវលេងទៅដូចមានអារម្មណ៍មួយថាតឹងមែនតើគ្នាតឹងយកតែមែនតើដូចមានអារម្មណ៍មួយថាពិបាកហ្នឹងហើយអូខេឃើញថាយើងបាន3 star មកគ្រាប់ទៀតហើយមិនជាបញ្ហាទេគ្នាយើងបាទមិនមែនជាបញ្ហាទេអូខេតោះចឹងអត់អីទេយើងបាន3 star មួយទៀតហើយយើងទៅមក attack ទៀតមកទៅគ្នាយើងបាទទៅ train ដើម្បី attack មក attack ទៀតទៅគ្នាយើងបាទអូខេតោះកុំឲ្យខាតពេលយូរទៅទៀតអូខេទូចទៅមួយចឹងវិញអូខេតោះ train ទឹកដៃមួយទៀតគ្នា train ទឹកដៃមួយទៀតកន្លែងនេះខ្ញុំគិតថាចង់ដាក់ clone superiority សំទោសចង់ឲ្យ RC របស់យើងគប់ចូលបន្លោះនេះមកគ្នាយើងតោះកុំឲ្យខាតពេលគប់ RC របស់យើងដំបងឲ្យនេះសិនទៅកុំឲ្យខាត speed របស់យើងបន្ទាប់ពីដាច់អាហ្នឹងហើយគប់យកតែម្ដងអូខេឥឡូវយើងប្រឡែង RC យើងចោលទៅយើងដាក់ Queen បាញ់ Giant Arrow បន្លោះនេះមកតោះឆ្វាច់
ok king ជាមួយនឹង queen ទៅហើយនឹង dragon របស់យើង ok ឥឡូវឱកាស dragon របស់យើងវិញម្ដងយើងដាក់ dragon របស់យើង spam យកកន្លែងនេះមកទៅ ok យើងដាក់មួយ warden balloon បលីមចាំជ្រៅតិចត្មងទៅគ្នាយើងតោះ ok មើលសិនតោះ warden ធំដោយសារ poison spell ធ្វើឲ្យទ្រូបរបស់យើង slow អូខេសម្រាប់ Blim យើងទម្លាក់កន្លែងអូធ្លាក់បាត់ចាប់បាត់គ្នាអើយធ្លាក់មុនពេលឥឡូវយើងបុក rage បុក clone សិនអត់កើតទេបាទបុក rage មួយសិនភ្លេច rage ទៀតគ្នាអើយញ៉ៃដល់ហើយគ្នាបាទអូខេ king របស់យើងចូលទៅក្នុងអូខេអត់អីទេសង្ឃឹមមក king របស់យើងទៅ clear ជាមួយ Amon Align នោះទៅគ្នាបាទបាន king clear Amon Align កាន់តែអែមដោយសារទ្រូបរបស់យើងមើលទៅវា split ណាវាបែកជួរគ្នាអានោះទៅនោះអានោះទៅ nest ចឹងទៅអញ្ចឹងវាអត់ល្អទេគ្នាយើងបាទធររំកាក់មួយសិនអូខេអត់អីទេគ្នាយើងអត់អីទេហ្នឹងហើយដូចនិយាយចឹងគ្នា strategy នេះមើលទៅវាដូចយើងតឹងណាគ្នាបើដូចតឹងហ្មងបាទតឹងហ្មងអត់សូវស្រួលលេងដូចមុនដូចមុនឯងដាក់ point ហ្មងគ្នាយើងមើលទឹកដៃ clone superiority comment ម្នាក់មួយមើលកាលមុនមិនដែរគ្នាយើងអែមឯង clone superiority តែឥឡូវដូចមានអារម្មណ៍មួយថាកត្រារ៉ាមិនទេគ្នាតែមិនអីទេគ្នាយើងចាំមើលវគ្គក្រោយខ្ញុំព្យាយាមឆ្នៃទីមើលគ្នាបាទយើងព្យាយាមឆ្នៃមើលកុំឲ្យវាដដែលអញ្ចឹងទៅវាមើលទៅដូចវាអត់សូវល្អមើលបាទហើយណាមួយមើលទៅដូចវាតឹងចិត្តណាបាទបើដាក់ដាច់ស្រួលទៅមានអីគ្នាយើងបាទប៉ុន្តែដាក់ទៅដូចវាអារម្មណ៍តឹងណាបាទឥឡូវយើងមើលវគ្គក្រោយយើងឆ្នៃតិចមើលគ្នាយើងមកយើងឆ្នៃតិចឥឡូវយើងទៅឆ្នៃតិចសិនមើលអូខេតោះបាយកាយ3គ្នាតោះឥឡូវទៅឆ្នៃតិចខ្ញុំសុំឆ្នៃតិចដោយសារតែវាតឹងពេកហ្មងឥឡូវយើងឆ្នៃដក clone ចេញហ្មងគ្នាបាទឥឡូវយើងដាក់តែ clone 2 rage 1 clone 2ទៅណាបាទ rage 1 clone 2ទៅហើយអានេះយើងដាក់ជាមួយនឹង freeze ខ្លះថតរំខ្លះហ្មងណាគ្នាបាទតោះអូខេ CC យើងទុកនៅដដែលទៅអត់ជាបញ្ហាទេឥឡូវយើងសាកចឹងវិញមើលគ្នាបាទសាកចឹងវិញមើល clone តែ2ទៅអូខេ base នេះគួរសមមែនបាទគួរសមតែដូចមានអារម្មណ៍តូចពេកចង់សាកណាធំតិចបាទចង់ត្រេនទឹកដៃយើងកូនខ្មែរមិនដែរខ្លាចទេបាទណាស់តែវាយគេមិនដាច់តាអូបាទបេនេះតំណងគ្នាបាទតំណងមិនថនហល17អូខេតោះសាកមកគ្នាបាទសាកមកចង់មើលបេសដែលគេដាក់ឆ្ងាយពីគ្នាហ្នឹងចង់ដឹងមិនដែរគ្នាចង់ដឹងមិនដែរអូខេតោះឥឡូវយើងបលែង dragon របស់យើងបុកចូលបន្លោះនេះត្មងទៅអូខេ warden សម្រាប់ queen និង king ខ្ញុំគិតថាចូលបន្លោះនេះជាមួយគ្នាហ្មងទៅ queen បាញ់បន្លោះនេះ OC យើងអត់អីទេឲ្យដើរតាមក្រោយហ្មងទៅគ្នាយើងបាទ OC ឲ្យមកបន្លោះនេះហ្មងគេអូខេ warden ចូលនៅធំអូខេបលីមយើងបុកចូលទៅហើយគ្នាយើងបាទទៅហើយឥឡូវយើងលែនclone កន្លែងនេះក្រៅមួយក្នុងមួយបុក rage មួយចេះហ្មងទៅអូខេតម្លាក់បលីមយើងមកអូបលីមយើងទៅដល់នោះបាទអូចាប់ clone ចំ dragon ហើយនឹងអាកូនពស់នោះគ្នាយើងបាទចាប់បដោយគ្នាអូខេឲ្យ clone ចំអានេះវាទៅ clone ចំអានោះចឹងងាប់បាត់គ្នាអើយចាប់បាត់តោះតែមិនអីឥឡូវយើង free កន្លែងនេះមួយសិនគ្នាបាទ free កន្លែងនេះមួយសិនអូខេដូចជាអត់អីទេគ្នាបាទអីទេបាទ strategy នេះយើងយកចឹងទៅល្អដែរគ្នាបាទយកតែ clone 2ទៅបានមិនបាច់ចាំ clone ដល់3ទេហើយយើងសុខចិត្តយក freeze ឬក៏យក totem spell ដើម្បីជួយល្អជាងគ្នាបាទវាល្អជាងដែលយើងយក clone រហូតទៅដល់3គ្រាប់បើយើងយក clone ដល់3គ្រាប់យើងអត់មានអីជួយ freeze ជួយអីទេគ្នាទ្រូបយើងសល់ច្រើនដែរតាបាទហើយយើងនៅសល់ spell ច្រើនទៀតគ្នាចឹងក៏អែមបាទគ្នាបាទអែមដែរតាឥឡូវយើងសាកទៅមក attack ទៀតមើលបាទមកសាកមក attack ទៀតមើលកុំឲ្យថាវាបានអាមក attack ចឹងណាឥឡូវយើងទៅសាកមក attack ទៀតរក base ណាដែលគួរសមដែលយើងគិតថាអាច attack បានស្រួលគ្នាបាទអូខេ search មើលសិនអូខេហើយគ្នាយើងមើលវីដេអូនេះស្មើណាដែរគ្នាយើងបាទបើបានមើលដល់នេះឲ្យជួយ comment ម្នាក់មួយមើលថាមើលស្មើណាបាទហើយមើលបដើធ្វើអីបដើបាទអត់មានមើលបដើលេងទិញចក់បដើណាគ្នាយើងបាទអូខេរនិយាយអីអត់ល្អរកផ្លាត់យើងផ្លាត់មាត់ទេកូនគេល្អសឹងអីសាក់ old school សំដីល្អសឹងអីហ្នឹងឯងគាត់ផ្លាត់មាត់រកផ្លាត់មាត់ចឹងណាអូខេតោះអញ្ចឹងកុំភ្លេចណាគ្នាយើងមើលស្មើម៉ានជួយ comment ប្រាប់ admin ផងហើយមើលបដើធ្វើអីបដើ
bà hộp bài hộp tật rồi có mưa bà đào nơi mùi ôn bà đào chẳng á ok đôi ọt tần nông sắc này tui pin bà tui pin ọt sơ này mà ok sẽ cái nó chung mua đi khmai cái này mình chung mua đi khmai ok là dân sát bên này mua tiêu tao mong tới cái này dân bài sát bên ní từ tại là bon tới tại different em cái này bà em là dương mưa bà lọt trâu sấn yes people bà kiếp bài này tầng pí nó cái gì ok hello nhầm chọn ok ok tao bục dragon bà dương trâu bà lọt này đai mó tao bục tầng o tao mong tới Warden tao balloon anh ấy dân đặt king mũi queen mũi bà lọt này tao mong tới bánh chai and roll white tua bà oxy dương lên cho mùi nâng pi crowd dragon bà dương tao mong tới ok hai nhầm dương bà lên bà liếm ok bắt đầu mà hai dương bà lên nhờ bà liếm máu hai dương proud Warden thô mũi đồng bày chuối nó king bà dương tao đo nó bát này king dương lươn đấy nó ok ឥឡូវសម្រាប់ clone គឺយើងដាក់ clone ក្នុងនេះតែ2ទៅបានហើយបុក rage 1 C តែ core ហ្នឹងក៏បានដែរ superiority របស់យើងមិនបាច់ចាំ C ច្រើនទេ C តែ core ហ្នឹងក៏អែមដែរអូស្អាតគ្នាស្អាតមែនតើបាទ superiority យើងស្អាតមែនតើអូខេស្អាតហើយបាទ superiority របស់យើង clear core ស្អាតខ្លាំងមែនតើអញ្ចឹងយើងអត់ជាបញ្ហាទេកន្លែងនេះយើងគប់ OC ability មួយសិនហើយប្រើ freeze កន្លែងនេះមួយសិនដើម្បីជួយកុំឲ្យដាច់ OC របស់យើងគ្នាបាទជួយឲ្យ OC clear long shot ហ្នឹងទៅយើងអស់បារម្ភដែរគ្នាយើងបាទព្រោះ long shot ហ្នឹងវា deal damage ជាមួយ dragon របស់យើងឈឺហ่าអូខេប្រើ totem មួយសិន freeze អូបាច់ freeze ទេដោយសារនោះវាចេញមកអញ្ចឹងហើយដាច់ OC របស់យើងឥឡូវហើយផឹងដាច់ OC បាត់ហើយឥឡូវចេញមក Phoenix ប៉ុន្តែមិនមែនជាបញ្ហាទេដោយសារយើងនៅសល់ totem 2 freeze មួយទៀតគ្នាយើងហើយទ្រុបគេសុំទោស defend អស់បាត់ហើយលេងចេះអែមគ្នាយើង strategy សុំទោសអូខេ strategy នេះលេងចេះអែមជាងគ្នាលេងចេះអែមជាងគ្នាបាទអែមជាងបាច់យក clone 3យកតែ clone 2មកក៏អែមដែរគ្នាបាទអូខេអញ្ចឹងអែមខ្លាំងមែនតើហ្នឹងហើយគ្នាអាចយកសាកទៅលេងបានណាអែមខ្លាំងមែនតើតោះអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ដែរគ្នាអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់សម្រាប់គ្នាមកថ្មីកុំភ្លេចជួយ like subscribe comment ម្នាក់មួយប៉ុណ្ណាគ្នាអរគុណច្រើនជម្រាបលា